ជាបឋមក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ចំពោះវត្តមានចូលរួមរបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលមានវត្តមាននៅទីនេះជាការពិតណាស់ទំនាក់ទំនងកម្ពុជាចិនបានបង្ហាញនៅភាពរឹងមាំយូរអង្វែងដោយលោកស្រីបានមានប្រសាសន៍រួចហើយស្អីដែលជាសក្ខីកម្មនៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរគឺនៅលើផ្ទាំងសីលាដែលមិនអាចអ្នកណាកោសលុបបានទេតែទោះបីជាអាថៃចង្រៃយ៉ាងណាក៏ដោយវាខំទម្លាក់បំផ្លាញគេតនភ័ណ្ឌរបស់ជាតិយើងដូចជាប្រាសាទតាក្របីប៉ុន្តែយើងនៅមានអង្គរតូចអង្គរធំបាយ័នមៀកពាន់ប្រាសាទតាព្រំបានឆ្លាក់នៅដូនតារបស់គេហៅថាវិថីសោតរវាងចិននិងកម្ពុជានេះគឺបង្ហាញឲ្យឃើញថាវីរភាពនៃទំនាក់ទំនងមិនមែនកើតនៅថ្ងៃនេះទេគឺមានរយៈពេលយូរហើយកាលពីម្សិលមិញនេះខ្ញុំបានស្ដាប់សូរអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថាយើងត្រូវចូលតុចរចាដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីបញ្ចប់សង្គ្រាមគ្មានទេសង្គ្រាមបញ្ចប់សង្គ្រាមមានតែកិច្ចការចរចាជាមួយគ្នាដូច្នេះយើងសង្ឃឹមជឿជាក់ថាមិត្តចិននឹងក្លាយទៅជាតួឯកសំខាន់នៅក្នុងការដោះស្រាយរវាងទំនាស់កម្ពុជានិងថៃដែលថៃជាអ្នកឈ្លានពានទឹកដីរបស់កម្ពុជាហើយសង្ឃឹមជឿជាក់ណាស់ថាចិនគឺជាប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចយោធានិងចក្ខុវិស័យហើយកម្ពុជានឹងត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយឈរនៅលើមិនបំទុះសង្គ្រាមពីព្រោះបទពិសោធន៍កម្ពុជាបានឆ្លងកាត់ជាច្រើនឆ្នាំមកហើយនៅហេតុការណ៍ដែលកើតមានដូច្នេះយើងសង្ឃឹមជឿជាក់ថាមិត្តចិនដើរតួនាទីសំខាន់ក្នុងការដោះស្រាយនៅទំនាស់រវាងកម្ពុជាថៃនេះពីព្រោះយើងឃើញហើយថាថៃលែងស្ដាប់សហរដ្ឋអាមេរិកព្រោះអាមេរិកគឺជាមិត្តរបស់ថៃជាង60ឆ្នាំមកហើយហើយយើងមិត្តរបស់ចិនរាប់ពាន់ឆ្នាំរបស់ជាងតាខ្វាន់ដូច្នេះយើងសង្ឃឹមជឿជាក់ថាបទពិសោធន៍ទាំងអស់នេះនឹងបង្ហាញនៅមិត្តភាពរវាងកម្ពុជាចិនដែលជាមិត្តពីមិត្តដាច់ថែបមកត្បូងពេជ្រឥឡូវនេះយើងបានកែប្រែពីមិត្តត្បូងពេជ្រទៅសហការរវាងប្រជាជននិងប្រជាជនដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាធ្វើយ៉ាងណាដើម្បីបកប្រែនៅគេហៅថារឿងនីតិរឿងប្រជាប្រិយរហូតដល់លោកស្រីបានបង្ហាញហើយនៅពេលខាងមុខនេះយើងនឹងបកប្រែជា4ទុំទាវរឿងក្រឡាបៃលិនរឿងកំពុងធំជំរុំចិត្តដើម្បីឲ្យប្រជាជនចិនដឹងអំពីវប្បធម៌និងប្រពៃណីរបស់កម្ពុជាជាការពិតណាស់ភាសាដើរតួនាទីសំខាន់ណាស់រាជបណ្ឌិតសភាកម្ពុជាបានដើរតួនាទី5សម្រាប់ភាសាចិនទី1ខុងជឺមានអាយុ15ឆ្នាំហើយដែលមកសម្ពោធដោយលោកប្រធានាធិបតីស៊ីជីនពីងដែលលោកនៅជាអនុប្រធានាធិបតីជាមួយឧបនាយករដ្ឋមន្ត្រីសុកអានឥឡូវសម្ដេចគាត់បានចែកឋានហើយទី2យើងបានបង្កើតនៅសេដ្ឋកិច្ច AI និងសេដ្ឋកិច្ចសម្រាប់អន្តរជាតិដែលសហការជាមួយខេត្តជូជៀងដែរសាកលវិទ្យាល័យជូជៀងដែរទី3ក្រុមកិច្ចសហប្រតិបត្តិការបង្កើតនៅគេហៅថាភាសាចិនគ្រប់កុសលភាសាចិនដែលក្នុងប្រវត្តិសាស្ត្រខ្មែរមិនដែលមានទេដូច្នេះយើងសង្ឃឹមជឿជាក់ថាការកិច្ចសហប្រតិបត្តិការនេះយើងរួមសហការទៅដល់3សាកលវិទ្យាល័យសាកលវិទ្យាល័យប៉េកាំងសាកលវិទ្យាល័យធៀនជីងនិងសាកលវិទ្យាល័យសៀងហៃទាំងអស់នេះដែលរួមយើងនេះហើយយើងបន្តកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានម៉ាក់ជឺដើម្បីបណ្ដុះបណ្ដាលទៅផ្នែក AI ទៀតដូច្នេះសង្ឃឹមជឿជាក់ថាកូនបងប្អូនទាំងអស់កាលណាយើងចេះភាសាចិនយើងឆ្លុះបញ្ចាំងអំពីសង្គមរវាងប្រទេសចិននិងកម្ពុជាដែលជាមិត្តដាច់ថែបចិនបានបន្សល់5នៅក្នុងព្រះរាជាណាចក្រកម្ពុជាទី1គឺឈាមកូនខ្មែរច្រើនណាស់ដែលមានពូជពងដែលមានឈាមជ័រចិនហើយនិយាយជាភាសាចិនទោះបីជាមិនចេះសរសេរក៏និយាយភាសាចិនដែរទី2ដែលចិនបានបន្សល់គឺវប្បធម៌ពេលចូលឆ្នាំចិនឡើងស្រុកខ្មែរឡើងស្ងាត់ឈឹងបាទបើចូលនាំគ្នាសែនព្រេនល្អជាងនៅស្រុកចិនទៀតខ្ញុំបានទៅដល់ស្រុកចិនសែនមិនដល់ខ្មែរទេទី3ដែលចិនបានបន្សល់ទុកនៅគឺការហូបចុកខ្មែរបានដូរពីនំបញ្ចុកមកគុយទាវខ្មែរបានដូរពីនំសមមកគេហៅថាពីដើមគេថាសិនវិចឥឡូវគេទៅនំប៉ាវបាទអញ្ចឹងឃើញបន្សល់ទុកចំណុចមួយទៀតដែលចិនបានបន្សល់ទុកគឺសម្លៀកបំពាក់គឺយើងឃើញសម្លៀកបំពាក់នេះគឺខ
ខ្មែរយើងក៏លៀបពាក់បែបនឹងដែរប៉ុន្តែទៅស្រុកចិនចិនអត់ពាក់ខ្មែរទេប៉ុន្តែមកដល់ស្រុកខ្មែរខ្មែរពាក់របស់ចិនដូច្នេះវប្បធម៌របស់ចិនបានចាក់ចូលជ្រៅទៅក្នុងវប្បធម៌ដ៏សម្បូរបែបនៃវប្បធម៌ចិនហើយខ្ញុំជឿសង្ឃឹមជឿជាក់ថាយើងនឹងរួមគ្នាបង្កើតនៅវប្បធម៌ចម្រុះដើម្បីផលប្រយោជន៍នៃប្រទេសយើងទាំងពីរហើយខ្ញុំជឿជាក់ថាចិននៅពេលនេះដើរតួនាទីសំខាន់ដើម្បីជាមេរៀនសម្រាប់ពិភពលោកសម្រាប់អាស៊ានអាស៊ានគ្មានទេអំណាចអាស៊ានមានតែពាក្យថាអាស៊ានតែមួយជោគវាសនាតែមួយតាមពិតអាស៊ាន11ជោគវាសនាដល់15អញ្ចឹងយើងសង្ឃឹមជឿជាក់ថាចិនដើរតួនាទីក្នុងការផ្សះផ្សារកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមរវាងការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាខ្ញុំសង្ឃឹមជឿជាក់ហើយសង្ឃឹមថាវាគ្មិនយើងទាំងអស់គ្នានឹងធ្វើការវែកញែកនឹងពិភាក្សាហើយសូមបើកអង្គសិក្ខាសាលានិងវិភាគទៅតាមវាគ្មិនចាប់ពីពេលនេះទៅសូមអរគុណ